សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលនេះគឺខ្ញុំមកមើលបងប្អូនណាដៃរបស់ខ្ញុំហើយខ្ញុំក៏យកខោអាវមួយចំនួនចូលមកគក់នៅឯច្រាស់ខាងក្រោយភូមិរបស់ខ្ញុំដែរពុកម៉ែបងប្អូនណាហើយខ្ញុំក៏ដើរក្បែររោងចក្ររបស់គេពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំដាក់ដៃដល់ទៅពីឯនោះបងប្អូនហើយចាំមើលខ្ញុំទៅមើលបានមហូបដែរឬទេបងប្អូនហើយខ្ញុំឡើងមកវិញហើយបាទហើយខ្ញុំក៏នឹកឃើញចម្រៀងរបស់ក្រុមនឹងថាយប់អើងម៉ោង12រវល់នេះនេះអើងអើយអូបអូបពេលយប់ម៉ោងអើយ12រវល់នេះអើងអើយអូបអូបបាទពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលសប្បាយខ្ញុំក៏នឹកឃើញសំណួរមួយចោទសួរពុកម៉ែបងប្អូនទាំងអស់គ្នាថាគឺដូងអើយដូងទេដងដុសកណ្ដាលទន្លេនោះគឺជាអ្វីពុកម៉ែបងប្អូនទាំងអស់គ្នាបាទបើដឹងមេតាជួយឆ្លើយប្រាប់ខ្ញុំផងណាខ្ញុំនឹងចូលសងពុកម៉ែបងប្អូនទាំងអស់គ្នាវិញចំណែកពុកម៉ែបងប្អូនដែលមិនដឹងក៏មេតាចូលរួមក្នុងការឆ្លើយនេះដែរពុកម៉ែបងប្អូនណាដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំបាទពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលខ្ញុំឃើញបងប្អូនមកដល់មុខផ្ទះខ្ញុំនឹងចូលលេងវិញណា